gel moisturizer អានេះវាជាប្រភេទ gel ទៅពេញវីតាមីនដែលខ្វះខាតលើស្បែកមុខរបស់យើងហើយជាពិសេសអ្នកដែលមានមុខរោមមុខកទួយចឹងណាលាប gel ហ្នឹងមកគាត់ងាយប្រតិកម្មគាត់ចង់ប្រើអីច្រើននៅចង់ប្រើអីញ៉ៃគាត់អាចប្រើជាមួយទៅ gel នេះក៏បានដែរតែបើខ្ញុំ recommend អ្នកនរគ្នាប្រើជា set ដែលខ្ញុំមានលក់គ្រប់បញ្ហាដោះស្រាយក្នុងពេលតែមួយទេទៅសម្រាប់បងអូនគាត់ស្រឡាញ់ស្បែកមុខ glow glass skin ស្បែកមុខអត់មានបញ្ហាអីគាត់ឲ្យសាក់ប្រើបានបើថាស្បែកមុខគាត់អត់មានមុនទេអត់មានរោមមានកទួយទេគាត់ចង់មកស្បែកមុខ glow មកមានសំណើមស្បែកមុខមានសុខភាពល្អស្បែកមុខស្មើពណ៌គ្នាស្បែកមុខអត់មានរុនរោមអីហ្នឹងណាគាត់អាចសាក់ប្រើបានហ្នឹងលឿនហ្មងហើយវាជួយទៅបន្តឹងស្បែកមុខប្រឆាំងជាមួយនឹងស្បែកមុខជ្រះជួញណាចឹងយើងប្រើនេះវាការពារស្បែកមុខយើងឲ្យងាយទៅចាស់ជ្រះជ្រួយវាធ្វើស្បែកមុខយើងតឹងភ្លឺពីខាងក្នុងអានេះខ្ញុំលើកជាមួយនឹង gel វីតាមីន C និងវីតាមីន L សម្រាប់ទីបនេះណាគ្នាអានេះវីតាមីន L អានេះវីតាមីន C ណាគ្នានិយាយទៅមកពេលដែលខ្ញុំលើកគឺសិតតាជួយប្រន់រុំរបស់យើងធ្វើស្បែកមុខយើង glow glass skin ចំស្បែកមុខយើងអ្នកដែលគាត់មានស្បែកមុខងាយឡើងមុនងាយប្រតិកម្មអីខ្ញុំរៀបមិនឲ្យប្រើនេះដល់ពេលយើងប្រើទៅវាចំស្បែកមុខយើងឲ្យស្បែកមុខយើងរឹងមាំអញ្ចឹងយកងាយប្រតិកម្មអីទាំងអស់វាស្បែកមុខខ្ញុំកាលមុនប្រើអីមិនស្រួលឡើងរោឡើងអាឡែស៊ីឲ្យស្បែកមុខស្ដាងទៀតដោយសារខ្ញុំធ្លាប់ប្រើជាតិកាត់ហើយខ្ញុំប្រើប្រភេទជំរុះកោសិកាខ្លាំងដូចទឹកថ្នាំជូតយើងជូតឲ្យវាប្រេះមុខអាហ្នឹងស្បែកមុខយើងនេះខ្លាំងណាស្ដាងខ្លាំងណាតែពេលខ្ញុំប្រើនេះទៅស្បែកមុខខ្ញុំរៀងឃើញក្រាស់សូម្បីតែសរសៃក្រហមនៅកន្លែងនេះកាលមុនណាក៏រៀងអន់មើលឃើញដែរលើកាលមុនស្បែកមុខខ្ញុំវាមានសរសៃពណ៌ខៀវសរសៃក្រហមប្រើនេះបាត់ដូចគ្នាទៅសម្រាប់បងប្អូនដែលគាត់ចង់ឲ្យគាត់មានបញ្ហាអីគាត់ចង់ប្រើជាប្រភេទផលិតផលបំពន់ស្បែកមុខគាត់អាចប្រើជា set ដែលខ្ញុំប្រើបានអា set នេះគឺកាយមែនតើសម្រាប់បងប្អូនដែលគាត់ចង់បានស្បែកមុខ glow glass skin បែបហ្នឹងហើយសំខាន់នេះជាប្រភេទលេសុទ្ធ 100% ទៀតមានលេជាតិកាត់អីទេអញ្ចឹងយើងប្រើដោយសុវត្ថិភាពនិងទំនុកចិត្តប្រើទៅដឹងតែស្អាតលក់ទៅនេះប៉ុន្តែស្អាតលឿនស្អាតយឺតដល់ស្អែកលើស្បែកមុខយើងដែរទៅស្បែកមុខយើងអត់មានបញ្ហាគាត់ចង់បាន glow glass skin ស្បែកមុខមើលមក glow ស្រាប់ទេតែគាត់ណាគាត់ខ្វះចំណុចអីមួយចឹងណាគាត់ចង់ឲ្យស្បែកមុខគាត់ស្អាតគាត់ប្រើទៅឃើញផលលឿនតែបើស្បែកគាត់មានបញ្ហាខ្មៅស្អាតមានបញ្ហារោគកទួយហ្នឹងណាវាត្រូវការពេលវេលាប៉ុន្តែគង់តែស្អាតដូចគេទេឲ្យតែប្រើផលិតផលនេះជាប់ហើយបើសិនថាប្រើជាប់ហើយស្បែកមុខអ្នកគ្នាទទួលបាន glow glass skin បែបហ្នឹងណាបាច់ភ័យថាវានឹងទៅសភាពដើមពីយើងឈប់ប្រើអត់ទេនិយាយទៅប្រភេទលេនេះគឺជាប្រភេទលេបំពន់ចំស្បែកមុខអញ្ចឹងដល់ពេលមុខយើងស្អាតហើយយើងឈប់ប្រើក៏វានៅតែស្អាតដែរប៉ុន្តែយើងចាស់ថែវាទៅយើងអាចលាបអីការពារឬយើងថែវាមិនមែនថាស្បែកមុខយើងស្អាតហើយយើងឈប់ប្រើហើយយើងអត់ថែទុកមុខចោលអាហ្នឹងវាជួបបញ្ហាមកវិញទៀតដោយសារយើងអត់សម្អាតស្បែកមុខតែអ្នកខ្ញុំរៀបមិនខ្លាំងតែសម្រាប់បងប្អូនដែលគាត់ឆ្លាញ់មុខ glow glass skin មុខមានសុខភាពល្អបែបហ្នឹងណាសាក់ប្រើបានហើយទៅមើលស្បែកមុខខ្ញុំខ្ញុំឆ្លាញ់ស្បែកមុខខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃហើយខ្ញុំថតឲ្យអ្នកគ្នាមើលហ្នឹងចង់ឲ្យអ្នកគ្នាតាមដានស្បែកមុខខ្ញុំមើលប្រហែលអាទិត្យមុនហ្នឹងមុខខ្ញុំហើយនឹងខ្លួនហើយដៃអីក៏គ្នាដាច់ឥឡូវឃើញតែចលិះគ្នាតើបងប្អូនក៏ឆ្លាញ់ស្បែកមុខបែបហ្នឹងអាចសាក់បានណា